លោកគ្រូសូមស្វាគមន៍មកកាន់ខ្សែវីដេអូទី18នៃសៀវភៅ Headway Elementary Unit 5លើកទំព័រទី54លើកទំព័រទី54អូខេនៅលើទំព័រទី54នេះគឺយើងមានអត្ថបទនៃគ្រួសារមួយដែលមានទេពកោសល្យអញ្ចឹងលោកគ្រូសូមឲ្យបងប្អូនកូនក្មួយទាំងអស់កាន់សៀវភៅហើយយើងអានពី introduction របស់មេរៀនណាដែល introduction របស់មេរៀននេះគឺនៅលើទំព័រទី54ហ្នឹងតែម្ដងហើយអត្ថបទនេះទៀតសោតលោកគ្រូសូមបញ្ជាក់ជូនថាលោកគ្រូមានចេតនាមួយចង់ឲ្យកូនក្មួយណាបងប្អូនសិស្សានុសិស្សនិងចៅនិងបដិជាគុណព្រះសង្ឃគ្រប់ព្រះអង្គស្គាល់អំពីគន្លឹះបកប្រែនៃអត្ថបទធំអត្ថបទសំខាន់ដែលជាអត្ថបទផ្លូវការព្រោះយើងក៏កំពុងតែរៀនដើម្បីទៅយកភាពមួយផ្លូវការត្រឹមត្រូវនៃភាសាអង់គ្លេសណាទាំងលើការសរសេរទាំងលើការបកប្រែនិងទាំងរបៀបនិយាយជាផ្លូវការទាំងស្រុងទាំងអស់ហ្នឹងគឺបានន័យថាយើងចង់បានភាពផ្លូវការភាពត្រឹមត្រូវនោះគឺបានន័យថាឥឡូវហ្នឹងចាប់ផ្ដើមពង្រឹងហើយលោកគ្រូទៅពង្រឹងពីពេលហ្នឹងទៅព្រោះអត្ថបទនេះវាជាຂະຫນាត់អត្ថបទធំណាហើយជាអត្ថបទដែលគេលើកឡើងយកមកឲ្យយើងសិក្សាតែម្ដងអញ្ចឹងបានន័យថាលោកគ្រូច្បាច់យកតែគន្លឹះសម្រាប់ការបកប្រែណាឯរាល់ការប្រើប្រាស់ពាក្យនៅក្នុងប្រយោគដែលលោកគ្រូយកអក្សរក្រហមយកមកដាក់នេះលោកគ្រូក៏ចង់បញ្ជាក់ពីន័យណាពីអត្ថន័យនៃការបកប្រែពាក្យតែនោះដែរអញ្ចឹងលោកគ្រូសង្កត់ធ្ងន់ណាលោកគ្រូសូមបញ្ជាក់មកទៀតថានេះគឺជារបៀបបកប្រែអត្ថបទណាយើងត្រូវយល់ដែលលោកគ្រូចង់បញ្ជាក់ថាគេសរសេរឲ្យយើងអានគេនិយាយឲ្យយើងស្ដាប់ហើយគេសរសេរឲ្យយើងរៀនណាគេលើកឡើងដើម្បីឲ្យដឹងថាជារបៀបផ្លូវការអូខេអញ្ចឹងតាមដានជាមួយលោកគ្រូទាំងអស់គ្នាលោកគ្រូបង្ហាញពីគន្លឹះនៃការបកប្រែអត្ថបទខ្នាតវែងណាអូខេតាមលោកគ្រូ follow me អូខេអញ្ចឹងបងប្អូនកូនក្មួយចៅណាសិស្សានុសិស្សនិងបដិជាគុណព្រះសង្ឃគ្រប់ព្រះអង្គទ្រង់កាន់សៀវភៅនៃសៀវភៅ Elementary ហ្នឹងយកមកដាក់នៅនឹងខាងមុខហើយយើងអានលើអក្សរដែលមានគេដាក់នៅក្នុងទំព័រទី54ណាវាចំណុចនេះចំណុចនេះណាចំណុចហ្នឹងយ៉ាលោកគ្រូលើកអានឹងយកមកនិយាយលើកអានឹងនិយាយហើយបានចូលទៅដល់អត្ថបទទាំងស្រុងនៅខាងស្ដាំនេះទំព័រ55ណាលោកគ្រូបង្ហាញពីកលឹះបកប្រែណាព្រោះយើងចូលដល់សមត្ថភាពដែលត្រូវពង្រឹងហើយណាពង្រឹងនៃការបកប្រែម្ដងវិជ្ជាករនៅក្នុងនោះគឺយើងមានស្រាប់ហើយយើងលែងខ្វល់ខ្វាយណាយើងលែងពិបាកទៀតហើយប៉ុន្តែលោកគ្រូនៅតែបញ្ជាក់ឲ្យចឹងអូខេយ៉ាចឹងសង្កេតមួយលោកគ្រូណានៅក្នុង introduction វាហ្នឹងគេដាក់ខាងលើគេបង្កគេថា Declamation 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 គឺជាឈ្មោះរបស់គ្រួសារមួយហ្នឹងIs this the most talented family in Britain? Yeah. Is this the first talented family in Britain? Yeah. ប្រយោគមួយយើងអានដាច់ប៉ាត់មកដល់សញ្ញាសួរចាប់ផ្ដើមពីដើមសំណួរមកគេថា is this អានេះដើរទៅជា subject ណាអញ្ចឹងកន្លែងនេះប្រយោគសំណួរហើយយើងត្រូវតែដឹងថាបកប្រែវាដូចដែលលោកគ្រូធ្លាប់បង្ហាញអញ្ចឹងតើនេះទាំងដើកនេះគេហ៎តើនេះ
cứ chia ok cứ chia a nè chẳng đượcក្នុងនេះបងប្អូនអាចស្ទាក់ស្ទើរពីពាក្យមករហូត talented រហូតដល់ family រហូតដល់ in Britain ណាក៏លឺបកប្រែវាមិនយើងវែងតិចណាប៉ុន្តែលោកគ្រូសូមឲ្យបងប្អូនងាកមកមើលពីការបង្ហាញនិងភាពជាការជាក់លាក់ដែលយើងអាចទទួលយកបានពីវាបកប្រែមិនយើងបក is this រួចហើយណា is this that តើនេះគឺជាណាគឺជាអីយើងចាប់ផ្ដើមស្ទាក់ស្ទើរប៉ុណ្ណឹងមកអញ្ចឹងនៅក្នុងនេះភាសាអង់គ្លេសត្រូវកត់សម្គាល់ថាយើងអានប្រើយើងវាប៉ះមួយនេះប៉ះនេះអានឹងអីគេណាអានឹងអីគេអានឹងក្នុងភាសាអង់គ្លេសលំដាប់ថ្នាក់វាគេហៅថាជា preposition ណាជា preposition អញ្ចឹងតូនកូនក្មួយចៅសិស្សានុសិស្សទាំងអស់និងបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គសូមកុំទៅមុខទៀតបកប្រែអា3នេះហើយហ្មងណាអញ្ចឹងយើងរំលងពាក្យទាំងអស់ហ្នឹងមកទូចដំណឹងឈប់ងក់ preposition បាច់ឆ្លងទេបាច់ឆ្លងទេយល់ទុកដំណឹងសិនយើងចាប់ផ្ដើមបកប្រែ3នេះណា3នេះ1 2 3វាទៅសេរៀងពីឆ្វេងទៅស្ដាំមែនប៉ុន្តែវាអត់បានបកប្រែពីឆ្វេងទៅស្ដាំហ្មងទេដោយសារអីហើយហេតុអីអូខេពាក្យទាំងអស់នេះយើងចេះអូខេយើងគិតថាយើងចេះទៅចុះណាក៏ប៉ុន្តែលោកគ្រូសូមប្រាប់ថាពាក្យមួយមានលំដាប់ថ្នាក់របស់វា family ជានាមចានេះស្អីគេដឹកនៅចូលពីមុខ family គឺនាមហើយធ្វើមិនcòn ngộ ធ្វើមិនcònនាមដែរណាប៉ុន្តែយើងត្រូវដឹងថាយើងអត់ត្រូវបកបថុយទេកន្លែងនេះអត់ត្រូវបកបថុយណាយើងត្រូវបក family វា family បកទី1ណាចាប់យ៉ា3ពាក្យនេះណាយើងនិយាយបែបអានេះយើងបកហើយយើងបាច់គិតវាទេយើងគិតអា3ពាក្យនេះ1 2 3ណាយើងបកវាចេះអានេះបកទី1អានេះបកទី2អានេះបកទី3ពាក្យនេះអស់អូខេយល់ទេហេតុដែលលោកគ្រូចង់បង្ហាញពីកលឹះបកប្រែនៅកន្លែងនេះដោយសារអីយើងត្រូវស្គាល់លំដាប់ពាក្យផងយើងមើលវាបើវចនានុក្រមអានេះជាស្អីណាអានេះជាស្អីអានេះជាស្អីពាក្យភាសាអង់គ្លេសគឺមានរបៀបប្រើហើយនិងរបៀបឈរនៅទីតាំងរបស់វា talented យើងដឹងថាវាជា adjective ឈរនៅមុខ family ជានាមអញ្ចឹងពេលយើងបកពី family មកណាគ្រួសារដែលមានទេពកោសល្យបំផុតអូខេអានេះដើរតួដូច adverb ចឹងអូខេណាដូច adverb ចឹងណាបានន័យថាតើនេះគឺជាគ្រួសារដែលមានទេពកោសល្យបំផុតណាបើយើងអស់ហ្នឹងណាយើងអស់ហ្នឹងយើងឆ្លងនេះម្ដងយើងចូលដល់ preposition បាននេះយើងឆ្លង preposition ទៅបកមកហើយអូខេ in Britain នៅក្នុងប្រទេសអង់គ្លេសដែរទេមែនទេនៅក្នុងប្រទេសអង់គ្លេសទេអូខេនេះគឺជាគន្លឹះនៃការបកប្រែប្រយោគយ៉ាងវែងក៏ប៉ុន្តែបងប្អូនត្រូវចាប់អារម្មណ៍ចាប់ពីដើមប្រយោគរហូតដល់ពាក់ព័ន្ធនឹង preposition ណាយើងត្រូវតែស្គាល់ preposition យើងអត់បកឆ្លងព្រីប្រាស់យើងអត់បកឆ្លងព្រីប្រាស់កុំបកឆ្លងព្រីប្រាស់យើងត្រូវបកយកពាក្យច្បាស់លាស់យកមកនិយាយបានយើងអាចយល់ទី1ណា This is the most talented family in Britain yeah បានមកគេដាក់ថា This was the question ណា This was the question asked by the TV and music producer ចាមើលណាវែងណាប្រយោគនឹងវែងណាប្រយោគនោះវែងប៉ុន្តែយើងត្រូវយល់វែងប៉ុណ្ណាក៏ដោយកុំខ្វល់វាប្រយោគនោះវាចប់នៅកន្លែងនេះកន្លែង point នេះណាកន្លែង point 2015នេះកន្លែងហ្នឹងចប់នេះដើមប្រយោគនេះដែលគ្រូដាក់សញ្ញា flash ដាក់សញ្ញានៃ minus នេះណា This was the question asked by the TV and music producer Simon
Cowell when 6 of the 7 brother and sister were on to the TV show Britain's Got Talent in 2015 ok nếu mà chọn về nhé ví dụ đó còn bên tay là kêu nơi tại trong bằng hàng vì bị bỏ trái nên cứ bỏ trái đoạn này dưới trần an về mùi bịa na chết cứ ở đằng chết bịa na mình chết tục bia mình chết còn tay cùng khoa là ngà bịa mình chết bịa mấy á cùng khoa giống như thầy bỏ về sân giờ bỏ tận this verse đợt ôi tao biết đợt verb to be bên đợt đợt bỏ về ra cứ chia verb hành đến cứ chia ni đấy this verse ni cứ chia sầm nùa đấy đi cứ chia sầm nùa người toán đó đi cứ chia sầm nùa màn sầm nùa tại mùi thì vâng đi coi tầm mùi đây đi cứ chia sầm nùa muối ok mà nói gì cho vào đi rồi đi tới chụp đi xem đi tới chụp tầm đó đấy chụp tầm nắng như bò về hơi bò vào nắng đó để bò vào nắng hơi dạ dương mưa xa thầy lần mình chắc số ta đi mấy con mo cả đa pi chứ vì chỉ verb đây ta ấy ok vì chỉ verb nơi cái này đi số ta bờ vì chỉ verb chẳng số ta tới dương bò mình được dương bò thôi bàn đấy dương bò ta y đi bò bàn cả đấy ăn về là xua đó bàn xua là dương bò chân bàn đấy yeah bàn đi tha ọt bò chân bàn đi buổi clear ở toàn đánh nhé giờ toàn đánh bàn đi tha dương vô in từ bây giờ vô vơi từ bây giờ vô giờ tiếp đấy vâng bộ quỷ đi này nó tụi rồng phá xíu đó bàn đi tha bộ này lại đi đây trứ bàn kỳ nè vâng bộ nghĩ đi đây trứ bàn kỳ xua kỳ nhé ní cứ chia sông đũa đây trứ bàn nè vâng bộ ý đi nè trứ bàn kỳ xua đòiឬក៏ត្រូវបានសួរដោយគឺ preposition នេះយើងឈប់ត្រូវបានដោយអីបើមិនយើងឆ្លង preposition ទៅទៀតត្រូវបានសួរណាតិចទៅដល់ងើបន្តិចដោយហើយយើងឆ្លងទៅទៀតដោយ the TV and music producer អូខេបងមកកន្លែងនេះខំមកយើងឈប់កន្លែងខំមកនឹងម្ដងទៀតអត់តទៅទៀតណាកុំទៅទៀតតែទៅទៀតយើងបងវិញដល់ហើយយើងទៅបកប៉ុណ្ណឹងសិនដោយទូរទស្សន៍គេហើយនឹងណាហើយនឹង music producer ដោយទូរទស្សន៍ហើយនឹងអ្នកផលិតតន្ត្រីណាអ្នកផលិត producer ប្រែថាអ្នកផលិតឬក៏ផលិតករតន្ត្រីក៏បានដែរអ្នកផលិតតន្ត្រីណាយើងចូលដល់ខមយើងឈប់បានហើយនេះប៉ុន្តែមិនទាន់ចប់ទេឃ្លាហ្នឹងប្រយោគហ្នឹងមិនទាន់ចប់ទេណាទាំងឃ្លាទាំងប្រយោគមិនទាន់ចប់ទេទាំងប្រយោគចាប់ពីដើមកន្លែងនេះដល់នេះបានចប់បើនៅក្នុងប្រយោគប៉ុណ្ណេះនៅក្នុងប៉ុណ្ណេះហៅឃ្លាយ៉ាអញ្ចឹងសួរថាទូរទស្សន៍ហើយនឹងអ្នកផលិតតន្ត្រីហ្នឹងក៏ឈ្មោះអីនេះគេកម្មាណាគេកម្មាមួយមកគេដាក់ថាឈ្មោះ Simon Cowell យ៉ា Simon Cowell គេកម្មាទៀតណាគេកម្មាទៀតអញ្ចឹងឃ្លាចាប់ដើមមួយថ្មីមួយទៀតមកទៀត When 6 of the 7 brother and sister ណាប្រយោគវែងណាប៉ុន្តែយើងត្រូវតែដឹងថាពីកន្លែងហ្នឹងរហូតមកអុកនេះគឺភាសាបង្ហាញណាយ៉ាlà vua sao và hai nhắc ông nắng hôm mà đo này lại nhé ông này một đo lại vấn đề dương suốt thà ta sorry là cũng làm mình when sick nè sick of cái lại năng mùi nè đấy là cũng stop ở chỗ lòng nó đang thạo one of vậy one of chân mà đây bầu mùi xây cái bầu mùi này địa bầu mùi cái dùng tay từ lửa này
បាននេះថាបងប្អូនចំនួន6នាក់ក្នុងចំណោម7នាក់ឃើញទេនៅពេលដែលបងប្អូន6នាក់ក្នុងចំណោមបងប្អូនទាំង7នាក់ឃើញទេចប់ហើយប្រយោគនេះចប់ហើយចង់មួយទៀតអត់ឃ្លាហ្នឹងឃ្លាចង់មួយទៀតហើយបើមកយើងចូលដល់ verb ម្ដងអានេះដើរតួជាគេស្រាប់ឲ្យប្រយោគទី2ណាគេហៅថា clause ហ្នឹងកាលនោះស្ថិតនៅតាម TV show បានន័យថាកន្លែងដែលគេមានកិច្ចសម្ភាសអ្នកឡើងល្បីៗគេហៅទៅសួរណា TV show នោះបានន័យថាការបង្ហាញពីអ្នកណាមួយដែលគេចង់និយាយថានៅក្នុងស្រុកខ្មែរយើងក៏មានដែរ TV show ណាគេហៅមនុស្សម្នាក់ទៅអង្គុយសួរសំណេះសំណាលយើងឲ្យយើងរៀបរាប់ពីអីមួយទៅដែលយើងជាមនុស្សមួយប្រកែយើងម្នាក់វាប៉ិនប្រសពអាហ្នឹងគេថា TV show ណា TV show នៅស្រុកខ្មែរគេហៅមាន talk show មួយទៀតណា talk show ហើយមានស្អីកម្មវិធីដូច concert អីចឹងតែមិនមែនconcert ប្រគំតន្ត្រីវិញទេTV show បានគេហៅទៅសុភាយើងនៅក្នុងទូរទស្សន៍ហើយគេចាក់ផ្សាយទៅអាហ្នឹងគេហៅ TV show ណាយ៉ានៅតាមកញ្ចក់ទូរទស្សន៍ TV show ហ្នឹងដែលនៅក្នុងនោះទូរទស្សន៍ TV show ហ្នឹងឯងគេដាក់ចំណងជើងរបស់គេកម្មវិធីរបស់គេដាក់ជាអក្សរក្រហមនេះដែលពូសេអក្សរក្រហមនេះណាមើលហ្នឹងប៉ុណ្ណឹងយ៉ា TV show ហ្នឹងគេមានឈ្មោះរបស់គេដាក់ថា Britain's Got Talent អ្នកអត់ដឹងបត់បានណា God និយាយពី God ប្រហែលយើងត្រូវដឹងអានេះស្អីអានេះមែនអ៊ីអានេះគឺ has God មកវា has God ពីណាបានន័យថាជនជាតិអង់គ្លេសមានទេពកោសល្យគេហៅ has got talent មានទេពកោសល្យអានឹងបើយើងនិយាយទៅឈ្មោះរបស់គេយើងមិនបាច់បកប្រែក៏បានប៉ុន្តែគឺយើងត្រូវដឹងដែរថាហ្នឹងគេបកប្រែទៅអីកម្មវិធីទូទៅសុខខ្មែរដូចជាហងប៊ីហងអីគេដាក់ដែរទៅណាគេថាកម្មវិធី talk show ឬក៏ TV show អ្នកណាមានទេពកោសល្យល្បីៗពីខេត្តមួយតាមរយៈអីមួយគេយកមកគេទៅអញ្ជើញមកយកឲ្យចូលក្នុងទូរទស្សន៍ហ្នឹងដើម្បីគេសម្ភាសគេធ្វើសម្ភាសយើងគេនិយាយយ៉ាបានន័យថាត្រូវបានដាក់នៅលើ TV show ក្នុងកម្មវិធី Britain's Got Talent in 2015 យ៉ាកាលពីឆ្នាំ2015ឬក៏នាឆ្នាំ2015អូខេអាហ្នឹងបានចប់មកប្រយោគនឹងចាប់ពីកន្លែង this verse នេះមករហូតមកដល់2015ហ្នឹងគឺចប់ហើយអូខេអាហ្នឹងគឺកលឹះរបស់ page យ៉ា The children are often called យើងមកមួយទៀតណា often called នេះ verse asked ឃើញអត់ are called yeah the children កូនណាកូនក្មេងៗក៏បានដែរក្មេងៗហ្នឹង are often called ក្មេងៗហ្នឹងតែងតែត្រូវបានគេដាក់ឈ្មោះនេះ a បូក e នេះត្រូវបានគេហៅក៏បានត្រូវបានគេដាក់ឈ្មោះឲ្យក៏បានថាដាក់ឈ្មោះដាក់ងារហ្នឹងណាដាក់ងារថា prodigy ណា prodigy យើងមិនបកប្រែទេ prodigy នឹងចង់បកប្រែក៏បានដែរណាយើងបកថា prodigy ក៏បានបកប្រែថាយ៉ាអួតណាក្មេងៗហ្នឹងតែងតែត្រូវបានគេដាក់ឈ្មោះឲ្យដាក់ងារឲ្យឬក៏ហៅកម្មវិធីហ្នឹងគាត់ថា prodigy គេថាអួតណាអួត prodigy អួតpreposition មួយទៀតឡើយហ្នឹងយើងបកឲ្យហ្នឹងមិនឈប់ណាលោកគ្រូក៏ឈប់ឡើយហ្នឹងដែរបកឲ្យឈប់ឥឡូវយើងបកឲ្យទាំងអស់ហ្នឹងយើងឆ្លង preposition មួយទៀតបាទក៏ប៉ុន្តែឃើញទេក៏ប៉ុន្តែ their mother ក៏ប៉ុន្តែអ្នកម្ដាយរបស់ពួកគេហ្នឹងណាអ្នកម្ដាយរបស់ពួកគេហ្នឹងក៏ doesn't like this ប៉ុន្តែអ្នកម្ដាយរបស់ពួកគេហ្នឹងពុំមិនណាមិនចូលចិត្តពុំចូលចិត្តអាហ្នឹងឯងមិនចូលចិត្តអាពាក្យហ្នឹងឯងក៏អត់ចូលចិត្តអាឌីស្ដៅលើអាហ្នឹងគាត់មិនចូលចិត្តអាពាក្យដែលគេហៅថា prodigy ហ្នឹងទេ Yeah she know គាត់ដឹងថា
គាត់ដឹងថាណាព្រោះយើងចេញវិស័យនេះមានដីមួយទៀតគាត់ដឹងថា they are talented musician ចោលដល់នេះក្បាស់ក្បៀងមួយទៀតណាគាត់ដឹងថាពួកគេសម្រាប់លើកូនទាំង6 7នាក់មិញហ្នឹងណានេះ6ទៅ7នាក់ក្នុងចំណោម7នាក់មិញពួកគេគឺជាអ្នកតន្ត្រីគេហៅថាតន្ត្រីករដែលមានទេពកោសល្យណាពួកគេគឺជាតន្ត្រីករដែលមានទេពកោសល្យអានេះដើរតួជា adjective ឲ្យ musician ណា sian I A N ហ្នឹងគឺសំដៅទៅលើមនុស្សហ្នឹងណា Cambodia ហ្នឹងគឺ Cambodia ប្រទេសដល់ Cambodia ហ្នឹងបានន័យថាប្រជាជនចាអញ្ចឹងបានន័យថានៅកន្លែងនេះលោកគ្រូចង់បញ្ជាក់ត្រឹមហ្នឹងចង់និយាយថាតន្ត្រីករដែលមានទេពកោសល្យបើមកយើងមាន preposition មួយឆ្លងពីខាងមកចប់ណាយើងមកចាប់ដើមចូលនេះម្ដងប៉ុន្តែណា say that ប៉ុន្តែអ្នកណាអ្នក say ហ្នឹងប៉ុន្តែគាត់និយាយថាពាក្យ say that នេះណា but say that ប៉ុន្តែគាត់នឹងនិយាយថា they are successful អត់តឆ្លងនេះទុកសិន they are successful ពួកគេទាំងអស់គ្នាហ្នឹងពួកគេទាំងអស់គ្នាហ្នឹងគឺជោគជ័យបានន័យថាពួកគេហ្នឹងជោគជ័យ because ពីព្រោះ they work very hard ពីព្រោះពួកគេហ្នឹងបានន័យថាធ្វើការប្រឹងប្រែង work hard ធ្វើការណា work very hard ធ្វើការប្រឹងប្រែងមែនទេអូខេមិនអួតទេណាចង់និយាយគាត់អត់ទទួលយកទេនិយាយពាក្យ the prodigy ហ្នឹងតែអួតអញ្ចឹងគេអត់និយាយគេអត់យល់ពីហ្នឹងព្រោះកូនកាយនោះធ្វើការប្រឹងប្រែងយ៉ាអញ្ចឹងបានន័យថានេះគឺជាកលឹះបកប្រែទៅវាបកប្រែអត្ថបទធំលោកគ្រូបង្ហាញបែបនេះគឺដើម្បីលើកទឹកចិត្តឲ្យបងប្អូនទើបតែរៀនសៀវភៅ elementary នេះមកដល់ unit 5 នេះវាជ្រៅតិចណាមិនជ្រៅទេព្រោះអត្ថបទយើងសំតិចតាំងពីមួយអក្សរពីរអក្សររហូតដល់ប៉ុណ្ណេះអញ្ចឹងបានន័យថាលោកគ្រូក៏ចង់បង្ហាញពីកលឹះនៃការបកប្រែអត្ថបទក្នុងប្រយោគខ្លះវែងប្រយោគខ្លះខ្លីមាន fresh នៅក្នុងប្រយោគមួយនោះប្រមាណអូខេអញ្ចឹងបានថានេះគឺជាកលឹះហើយកលឹះទាំងអស់នេះលោកគ្រូជឿថាក៏ជាគេថាទុនមួយដែរសម្រាប់ឲ្យបងប្អូនយល់ណាមិនឲ្យបងប្អូនបាទេព្រោះចង់ឲ្យបងប្អូនកូនក្មួយនិងបរិយាគុណប្រសងគ្រប់ព្រះអង្គចេះណាចេះពិតប្រាកដទោះបីយ៉ាងម៉េចក៏ដោយលោកគ្រូនៅតែលើកទឹកចិត្តអូខេអញ្ចឹងបានន័យថាខ្សែវីដេអូនេះឈានមកដល់ទីបញ្ចប់ហើយលោកគ្រូសូមថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់ស្ដាប់ណាសន្យាជួបគ្នានៅខ្សែវីដេអូក្រោយទៀតអូខេ thank you and goodbye